ពីក្រោយរូបថតបញ្ចប់ការសិក្សាបញ្ញាបត្រមួយសន្លឹកនេះគឺជាការលះបង់ដ៏លំបាករបស់លោកប៉ាអ្នកម៉ាក់ក៏ដូចជាការរៀបចំផែនការយ៉ាងល្អិតល្អន់របស់ពួកគាត់ឥឡូវដល់ពេលដែលខ្ញុំចាប់ផ្ដើមគិតពីអនាគតការសិក្សាកូនជាទីស្រឡាញ់របស់ខ្ញុំវិញម្ដងហើយប៉ុន្តែអ្វីៗមិនសុទ្ធតែដោយការរំពឹងទុកទាំងអស់ទេការផ្លាស់ប្ដូរតែងតែកើតមានហើយព្រឹត្តិការណ៍អកុសលអាចកើតឡើងគ្រប់ពេលហើយពេលខ្លះរឿងដែលយើងស្មានដល់ក៏អាចកើតឡើងដែរដែលអាចធ្វើឲ្យផែនការរបស់យើងមិនអាចបញ្ចប់បានជោគជ័យសំណាងល្អខ្ញុំបានប្រើប្រាស់គម្រោង Manulife បរិញ្ញាដែលជាគម្រោងធានារ៉ាប់រងថ្មីពីក្រុមហ៊ុន Manulife សម្រាប់ការការពារផែនការអនាគតការសិក្សារបស់កូនខ្ញុំជាមួយ Manulife យើងអាចប្រកាសថាកូនៗរបស់យើងនឹងបញ្ចប់ការសិក្សាតាមបំណងប្រាថ្នារបស់ពួកគេ